ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងវានុវត្តន៍មានមុខងារនិងភារកិច្ចដូចទៅជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយរៀបចំគោលនយោបាយយុទ្ធសាស្ត្រទិដៅនិងផែនការរួមរបស់រាជរដ្ឋាភិបាលក្នុងវិស័យឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងវានុវត្តន៍រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាតជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំសម្របសម្រួលនិងតាមដានការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រទិដៅនិងផែនការអភិវឌ្ឍក្នុងវិស័យឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងវានុវត្តន៍រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាតទឹកនាំនិងគ្រប់គ្រងវិស័យឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងវានុវត្តន៍រួមទាំងសិប្បកម្មនិងទឹកស្អាតនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរៀបចំគោលនយោបាយនិងកម្មវិធីអភិវឌ្ឍរោងចក្រសហគ្រាសធុនតូចនិងមធ្យមសិប្បកម្មនិងទឹកស្អាតសម្របសម្រួលសហការនិងអនុវត្តការងារសិក្សាស្រាវជ្រាវពិសោធន៍និងអភិវឌ្ឍបច្ចេកវិទ្យាវិទ្យាសាស្ត្រវានុវត្តន៍ដើម្បីគាំទ្រនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងវានុវត្តន៍រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាតជំរុញនិងគាំទ្រវានុវត្តន៍បច្ចេកវិទ្យាតកម្មគ្រប់គំនិតផ្ទួចផ្ដើមថ្មីរួមទាំងសហគ្រិនភាពក្នុងវិស័យឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងវានុវត្តន៍រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាតគ្រប់គ្រងវិតម្លៃទទួលស្គាល់និងផ្ដល់វិញ្ញាបនបត្រប្រកាសនីយផលិតកម្មម៉ូដែលមានអត្ថប្រយោជន៍និងគំនូរឧស្សាហកម្មរៀបចំគ្រប់គ្រងនិងផ្សព្វផ្សាយបច្ចេកវិទ្យានិងវានុវត្តន៍រៀបចំគ្រប់គ្រងនិងផ្សព្វផ្សាយការងារស្តង់ដាររូបនីយកម្មនិងការធានាគុណភាពផលិតផលធ្វើជាអាណាព្យាបាលបច្ចេកទេសលើសហគ្រាសសាធារណៈនិងគ្រឹះស្ថានសាធារណរដ្ឋបាលដែលត្រូវបានបង្កើតឡើងនៅក្រោមសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងវានុវត្តន៍រៀបចំគ្រប់គ្រងផ្សព្វផ្សាយការងារមាត្រាសាស្ត្ររៀបចំគ្រប់គ្រងនិងអនុវត្តនយោបាយផ្គត់ផ្គង់ទឹកស្អាតដល់ទីក្រុងនិងទីប្រជុំជនសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់ស្ថាប័នអង្គការជាតិនិងអន្តរជាតិនានារួមទាំងវិស័យឯកជនដើម្បីជំរុញអភិវឌ្ឍវិស័យឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងវានុវត្តន៍រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត